ចំណាប់អារម្មណ៍ថាវគ្គបណ្ដុះបណ្ដាលទៅលើបុគ្គលិកឆ្នាំគឺមានសារៈសំខាន់សម្រាប់បុគ្គលិកទាំងអស់គ្នាដើម្បីដឹងថាតើធ្វើដូចម្តេចដើម្បីឲ្យខ្លួនឯងក្លាយទៅជាបុគ្គលិកម្នាក់ដែលលេចធ្លោនៅក្នុងស្ថាប័នហើយមានអត្ថប្រយោជន៍ចំពោះការរំពឹងទុករបស់ស្ថាប័នមកលើខ្លួនយើងពាក់ព័ន្ធជាមួយនឹងលក្ខណៈសម្បត្តិរបស់វាគ្មិនកាលពីព្រឹកមិញដែលយើងបានសិក្សាមួយគាត់យើងមានចំណាប់អារម្មណ៍ថាពួកគាត់សុទ្ធតែមានបទពិសោធន៍ជីវិតខុសៗប្លែកគ្នាដើម្បីដែលគាត់បានទទួលនូវភាពជោគជ័យមកដល់សប្តាហ៍ថ្ងៃមានថាគាត់មានបទពិសោធន៍ជីវិតច្រើនពាក់ព័ន្ធជាមួយនឹងការងាររបស់គាត់ប្រធានបទនេះគឺមានសារៈសំខាន់ច្រើនដល់ខ្ញុំក៏ដូចជាសិក្ខាកាមផ្សេងៗដែលចូលរួមដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងគឺវាធ្វើឲ្យយើងបានយល់ដឹងពីបទពិសោធន៍ជាច្រើនថាតើធ្វើដូចម្តេចដើម្បីយើងបានក្លាយទៅជាបុគ្គលិកម្នាក់ដែលលេចធ្លោនិងមានគុណសម្បត្តិខ្ពស់ហើយធ្វើឲ្យយើងយល់ថាតើយើងគួរតែរៀបអត្តចរិតយើងបែបណាហើយគួរតែអភិវឌ្ឍខ្លួនឯងបែបណាដើម្បីឲ្យកាន់តែល្អប្រសើរចំពោះស្ថាប័នចា៎ពេលដែលខ្ញុំបានចូលរួមខ្ញុំគិតថាវគ្គហ្នឹងគឺមានទ្រឹស្ដីជាក់ស្ដែងព្រោះមិនមែនត្រឹមតែនិយាយទេព្រោះអ្នកខ្លះគាត់យកទ្រឹស្ដីចេញពីសភៅមកហើយជាក់ស្ដែងវាគ្មិននៅទីនេះគាត់យកបទពិសោធន៍ពិតជាក់ស្ដែងហើយគាត់ចាប់យកតែចំណុចគន្លឹះសម្រាប់ឲ្យសិក្ខាកាមគាត់ចាប់បានងាយយល់ហើយងាយស្រួលយកទៅអនុវត្តខ្ញុំគិតថាវាគ្មិនគាត់យល់គាត់ស្វែងយល់ច្បាស់អំពីអ្វីដែលសិក្ខាកាមត្រូវការចាំបាច់បំផុតបើសិនជាវាគ្មិនជាទូទៅវាគ្មិនដែលគាត់មិនដឹងថាសិក្ខាកាមដែលគាត់អញ្ជើញចូលរួមគាត់ត្រូវការអីចាំបាច់តែជាក់ស្ដែងវាគ្មិននៅទីនេះគាត់យល់ថាសិក្ខាកាមដែលអញ្ជើញមកហ្នឹងគាត់ចង់បានអ្វីត្រឡប់ទៅវិញហើយ capacity មានន័យថាសមត្ថភាពរបស់សិក្ខាកាមហ្នឹងត្រឹមណាព្រោះធម្មតាឧទាហរណ៍ថាយើងនិយាយពី topic មួយបើសិនជាគាត់និយាយជ្រៅពេកសិក្ខាកាមតាមអត់ទាន់ក៏វាអត់មានគុណភាពដែរអញ្ចឹងគាត់ដឹងថាសិក្ខាកាមនៅទីនេះជាច្រើនមានកម្រិតត្រឹមណាហើយគាត់ចង់បានអ្វីអញ្ចឹងគាត់ផ្ដល់ឲ្យទៅតាម level របស់សិក្ខាកាមនេះជាចំណុចលេចធ្លោរបស់វាគ្មិនជាក់ស្ដែងយើងខ្ញុំបានឆ្លងកាត់នៅការងារច្រើនតែវាមានគេហៅថាយើងអាចបានចាប់អារម្មណ៍ពីចំណុចមួយយើងមានចំណុចច្រើនដែលបានដឹងយើងអាចបានមើលវាជា overview ឯងគាត់ដឹងថាធ្វើនេះរាល់ថ្ងៃជា daily routine តែនៅពេលបានចូលរួមអញ្ចឹងខ្ញុំដឹងថាគោលដៅកន្លែងណាដែលត្រូវធ្វើជាក់ស្ដែងចាប់ឲ្យចំវាចំកន្លែងហើយរៀបវាតាមលំដាប់អញ្ចឹងយើងធ្វើឲ្យមានការជឿជាក់កាន់តែខ្លាំងថាយើងនឹងទទួលបានជោគជ័យនៅថ្ងៃអនាគតឆាប់ខាងមុខសម្រួលហ្នឹងខ្ញុំគិតថាចាំបាច់សួរក៏បានដែរជាក់ស្ដែងនៅពេលដែលសិក្ខាសាលាកម្មវិធីដែលល្អអញ្ចឹងដាច់ខាតត្រូវតែណែនាំឲ្យមិត្តភ័ក្តិអ្នករួមការងារឬសូម្បីតែខ្លួនឯងក៏ត្រូវតែចូលរួមវគ្គក្រោយទៀតតាមក៏ប៉ុន្តែគឺខ្ញុំចាប់អារម្មណ៍ទៅលើហៅថា topic មួយហ្នឹងគឺភាពជាបុគ្គលិកឆ្នាំព្រោះយើងធ្វើយ៉ាងណាដើម្បីអភិវឌ្ឍខ្លួនឯងមើលនៅចំណុចខ្វះខាតខ្លួនឯងអញ្ចឹងហើយគឺខ្ញុំចាប់អារម្មណ៍គឺខ្ញុំមកសិក្សានៅទីនេះហើយយោងតាមការខ្ញុំសិក្សាមួយព្រឹកធំនេះគឺខ្ញុំទទួលបានច្រើននៅគំនិតបណ្ដុះផ្សេងពីវាគ្មិនយើងបាទពីលោកគ្រូអោមសេងបូរ៉ាលោកមេងសុងបាទគឺគាត់បញ្ចេញហៅថាគំនិតជាក់ស្ដែងទ្រឹស្ដីមែនប៉ុន្តែទ្រឹស្ដីបែបហៅថាអភិវឌ្ឍបាទគឺចំអញ្ចឹងខ្ញុំយល់ឃើញថាវគ្គនេះគឺបណ្ដុះបណ្ដាលទៅសហជីវកដូចជាបុគ្គលិកក្រុមហ៊ុនផ្សេងគាត់នឹងយកទៅ apply ទៅការងារគាត់នឹងមានភាពរីកចម្រើនផងដែរសម្រាប់វគ្គបណ្ដុះបណ្ដាលនេះឃើញថាយើងសិក្សាហើយយើងយកចំណេះដឹងនេះយើងវិភាគយើងគិតហើយយើងយកទៅapply ទៅក្នុងការងាររបស់យើងដើម្បីឲ្យការងារយើងកាន់តែរីកចម្រើនបន្ថែមទៀតសម្រាប់ខ្ញុំបាទគឺចាប់អារម្មណ៍ទៅលើលោក
អមសេមរ៉ា ចា៎ គឺគាត់ជាសហគ្រិនម្នាក់ហើយនឹងគាត់មានបទពិសោធន៍ហៅថាយូរឆ្នាំអញ្ចឹងគឺខ្ញុំចង់ដឹងពីបទពិសោធន៍ការចែករំលែកបទពិសោធន៍និងចំណេះដឹងរបស់គាត់ហើយខ្ញុំនឹងយកទៅវិភាគនិងអភិវឌ្ឍខ្លួនឯងឲ្យបានកាន់តែល្អ